ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះអ្នកគ្រូចេញប្រធានបទតាក់ទងនឹងរាសីឆ្នាំថោះប្រចាំឆ្នាំ2025អញ្ចឹងកន្លងមកអ្នកគ្រូបានចេញ3វីដេអូហើយចានេះជាវីដេអូទី4ហើយក៏សូមអធិស្ឋានមានសូមអធិស្ឋានបងប្អូនផងណាមានការយឺតយ៉ាវក្នុងការចេញវីដេអូដោយសារអ្នកគ្រូចារវល់បំពេញការងារចាអញ្ចឹងសម្រាប់អ្នកកើតឆ្នាំថោះនៅក្នុងឆ្នាំ2025នេះចាបងប្អូនតាក់ទងនៅក្នុងឆ្នាំ2025បងប្អូនដែលកើតឆ្នាំថោះគឺមានភាពឆ្លាតវៀងវៃប្លែកហើយក៏បងប្អូនមានអារម្មណ៍ចង់រៀនបែបវិជ្ជាប្លែកៗដូចវិជ្ជាហុងស៊ុយវិជ្ជាទិសទាយវិជ្ជាហោរាសាស្ត្រការពាក់ព័ន្ធនឹងការស្រាវជ្រាវបងប្អូនដែលកើតឆ្នាំថោះណាបងប្អូនណាហើយបងប្អូនដែលកើតឆ្នាំថោះគឺបងប្អូនមានអារម្មណ៍ចង់ស្រាវជ្រាវអ្វីដែលថ្មីចាហើយក៏បងប្អូនមានអារម្មណ៍ចង់ធ្វើអ្វីក៏ដោយចង់រៀនអ្វីក៏ដោយចង់ចាប់អាជីពមួយឲ្យច្បាស់លាស់នៅក្នុងជីវិតរបស់បងប្អូនចាហើយបងប្អូនក៏អាចមានចម្ងល់ចង់ដឹងអីច្រើនចាចូលចិត្តស្រាវជ្រាវណានៅក្នុងចាឆ្នាំ2025នេះសម្រាប់បងប្អូនដែលកើតឆ្នាំថោះអញ្ចឹងបងប្អូនដែលកើតឆ្នាំថោះមិនថាមនុស្សស្រីឬក៏មនុស្សប្រុសទេចានៅក្នុងឆ្នាំ